ខេជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងធ្វើការបង្ហាញអំពីវិធីសាស្ត្រនៃការបង្កើតទីតាំងជា point នៅលើកម្មវិធីដែលមានឈ្មោះថា QGIS អូខេអញ្ចឹងជំហានដំបូងខ្ញុំសូមបង្ហាញទិន្នន័យមួយចំនួនដែលអ្នកទាំងអស់គ្នាត្រូវមានសម្រាប់នៅក្នុងការបង្កើត point នីមួយៗហើយនឹងមូលហេតុនៃការបង្កើតទីតាំងជាលក្ខណៈ point នៅលើកម្មវិធី QGIS អញ្ចឹងសារៈសំខាន់នៃការបង្កើត point ជាទីតាំងលើកម្មវិធី QGIS នេះគឺវាជួយឲ្យយើងកំណត់នៅទីតាំងសម្រាប់សម្គាល់ថាកន្លែងនោះជាកន្លែងសម្រាប់ធ្វើអ្វីឧទាហរណ៍ថាសម្រាប់អ្នកដែលគាត់សិក្សាគឺគាត់អាចកំណត់ទីតាំងទាំងនោះជាកន្លែងចុះប្រមូលសំណាក់ឬមួយក៏ជាកន្លែងដែលត្រូវធ្វើការអង្កេតឬមួយក៏កត់ត្រាអំពីព័ត៌មានអ្វីមួយទាក់ទងទៅនឹងបរិស្ថានឬមួយក៏ពាក់ព័ន្ធទៅនឹងទិន្នន័យផ្សេងដែលវា relevant អាចមានជាការសម្ភាសឬមួយក៏ទិន្នន័យនៃការគូប្លង់ឯជាដើមហើយសម្រាប់ទិន្នន័យទាំងអស់នោះគឺត្រូវជាទូទៅវាត្រូវបាន store ទុកជាទម្រង់ save file ឬមកក៏ជាប្រភេទទិន្នន័យ vector ឬមកក៏គេហៅជាទូទៅថាជាប្រភេទ vector layer អញ្ចឹងចំណុចដំបូងដែលអ្នកទាំងអស់គ្នាត្រូវធ្វើមុនគេគឺយើងត្រូវ add file ដែលជាប្រភេទ Google Satellite ដើម្បីឲ្យយើងកំណត់បាននៅទីតាំងដែលយើងចង់កំណត់សម្គាល់នៅលើតំបន់ណាមួយហើយយើងអាច add file raster របស់ Google Satellite បានតាមរយៈfile ដែលមានវត្តមាននៅក្នុង function browser ឬមួយក៏ box browser នេះហើយប្រភេទ file raster នេះគឺជាប្រភេទ file XYZ-TAL អញ្ចឹងនៅពេលដែលខ្ញុំ add Google Satellite ចូល raster វានឹងចេញជាទម្រង់រូបភាពបែបនេះហើយសូមបញ្ជាក់អ្នកនរគ្នាថារូបភាពនេះគឺជាទិន្នន័យដែលបានផ្ដល់ដោយផ្ទាល់តាមរយៈ Satellite របស់ក្រុមហ៊ុន Google សម្រាប់ការត្រួតពិនិត្យមើលទីតាំងជាក់ស្ដែងនៅលើពិភពលោករបស់យើងអញ្ចឹង Google Satellite នេះវាអាចនិយាយបានថាជាប្រភេទទិន្នន័យ live stream សម្រាប់ឲ្យយើងមើលអំពីទម្រង់ land cover ឬមួយក៏មានការប្រែប្រួលនៃ land cover នៅតំបន់ណាមួយនៅពាសពេញពិភពលោករបស់យើងអូខេអញ្ចឹងបន្ទាប់ពីខ្ញុំ add Google Satellite ចូលហើយគឺខ្ញុំនឹង zoom ទៅកាន់ប្រទេសកម្ពុជាយើងដូចអ្នកទាំងអស់គ្នាបានដឹងរួចស្រេចមកហើយថា Google Satellite ឬមួយក៏ Google Map នេះគឺជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មទៅលើផែនទីនៃទីតាំងគ្រប់ទីកន្លែងនៅលើពិភពលោកអញ្ចឹងក្នុងនោះដែរគឺយើងនឹងចូលទៅរកប្រទេសកម្ពុជាសូមអ្នកនរគ្នាធ្វើការសូមទៅរកតំបន់នៅប្រទេសកម្ពុជានៅអាស៊ីអាគ្នេយ៍នេះមកអញ្ចឹងអ្នកនរគ្នាឲ្យឃើញបឹងទន្លេសាបនេះនឹងជួរភ្នំដងរែកដែលជាប្រព័ន្ធព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសជិតខាងរបស់យើងដូច្នេះអ្នកទាំងអស់គ្នានៅពេលដែលយើងមើលទម្រង់ land cover ពីលើនេះយើងអាចនឹងកំណត់បានថាតើទីតាំងទាំងនោះស្ថិតនៅក្នុងខេត្តណាឬមួយក៏ស្ថិតនៅក្នុងស្រុកណាដូចជាដើមនៅក្នុងប្រទេសកម្ពុជាយើងចឹងបើសិនជាក្នុងករណីអ្នកនរគ្នាមានអារម្មណ៍ថាពិបាកមើលដោយសារតែវាអត់មានព្រំប្រទល់ខេត្តដែលធ្វើឲ្យយើងមានការពិបាកក្នុងការញែកថាតើទីតាំងខេត្តមួយនោះវាស្ថិតនៅត្រង់កន្លែងណាគឺអ្នកនរគ្នាអាចប្រើ file ទិន្នន័យ save file ជំនួយដែលក្នុងនោះវាអាច
ជាប្រភេទព្រំប្រទល់ដែលចែកទៅតាមខេត្តឬមួយក៏ខេត្តក្រុងឬមួយក៏ព្រំប្រទល់ចែកទៅតាមស្រុកខណ្ឌអាស្រ័យទៅលើទីតាំងជាក់ស្ដែងអ្នកទាំងអស់គ្នាប្រើអញ្ចឹងដើម្បីឥឡូវនេះខ្ញុំចង់ add ទីទិន្នន័យព្រំប្រទល់ខេត្តក្រុងអញ្ចឹងខ្ញុំចូលកន្លែង add layer នេះខ្ញុំចូលកន្លែង function layer នៅលើ toolbar ខាងលើគេនេះតមកខ្ញុំចូល layer ហើយបន្ទាប់មកខ្ញុំចូលទៅកាន់add layer អញ្ចឹង add layer នេះ function វាគឺមាននទីនៅក្នុងការទាញទិន្នន័យដែលមានស្រាប់ចូលទៅក្នុងកម្មវិធីរបស់យើងហើយប្រភេទដែលទិន្នន័យ layer ដែលខ្ញុំចង់ប្រើគឺជាប្រភេទ vector ឬមួយក៏ shape file layer អញ្ចឹងខ្ញុំ select លើ add vector layer នេះហើយបន្ទាប់មកនៅក្នុងកន្លែងfunction source នេះគឺវាមានប្រអប់មួយរាងវែងសម្រាប់ឲ្យយើងវាយបញ្ចូលឈ្មោះទៅរកទិន្នន័យដែលយើងចង់ប្រើហើយវាមានជម្រើសមួយទៀតគឺកន្លែងប្រអប់ទូចមួយដែលមានសញ្ញាចុច3នេះគឺជាប្រអប់ដែល function វាសម្រាប់ឲ្យយើង browse ចូលទៅកាន់drive ណាមួយដែលយើងបាន store ទុកទិន្នន័យអញ្ចឹងខ្ញុំចូលកន្លែងនេះចឹងនៅពេលដែលខ្ញុំចុចលើកន្លែងសញ្ញាចុច3ទាំងអស់ហ្នឹងវានឹងload suggestion ទៅលើទីតាំងដែលអាចឲ្យយើងទាញយកទិន្នន័យបានអញ្ចឹងនៅក្នុងសម្រាប់ទិន្នន័យដែលខ្ញុំបាន store នៅក្នុងកុំព្យូទ័រខ្ញុំគឺខ្ញុំទុកនៅក្នុង drive D ហើយខ្ញុំរក្សាទុកនៅក្នុង folder មួយដែលមានឈ្មោះថា map អញ្ចឹងនៅក្នុង folder នេះគឺមានទិន្នន័យច្រើនមែនទែនដែលជាប្រភេទ save file ទាក់ទងទៅនឹងព័ត៌មានមួយចំនួនមានដូចជា Cambodia ទិន្នន័យទីតាំងនៃ Cambodia Post Office ទិន្នន័យទាក់ទងទៅនឹងសំណង់អគារនៅក្នុងប្រទេសកម្ពុជាដែលគូជា Polygon ទាក់ទងទៅនឹងទិន្នន័យនៃព្រំប្រទល់ថ្នាក់ខេត្តថ្នាក់ស្រុកយ៉ាងក្នុងនោះគឺគេចែកទៅតាម level ដែលក្នុងនោះដែរសម្រាប់ level 0នេះគឺជាព្រំប្រទល់នៃប្រទេសកម្ពុជាទាំងមូលហើយសម្រាប់ level 1នេះគឺជាទិន្នន័យព្រំប្រទល់កម្រិតខេត្តហើយនិងក្រុងសម្រាប់ level 2នេះគឺជាទិន្នន័យព្រំប្រទល់កម្រិតស្រុកហើយនិងខណ្ឌហើយចុងក្រោយទិន្នន័យ level 3នេះគឺជាព្រំប្រទល់កម្រិតឃុំនិងសង្កាត់អញ្ចឹងដោយសារតែខ្ញុំចង់ដឹងត្រឹមតែខេត្តហើយនិងក្រុងទេអញ្ចឹងខ្ញុំ select យកទិន្នន័យ level ទី1នេះអញ្ចឹងសម្រាប់ទិន្នន័យជា vector ឬមួយក៏ shape file អ្នកនរគ្នាអាចសម្គាល់បានដោយទិន្នន័យនោះគឺមានឈ្មោះកតុយវាគឺ .shp ហើយសម្រាប់ទិន្នន័យផ្សេងទៀតដែលមានកតុយឈ្មោះផ្សេងនេះគឺជាទិន្នន័យសម្រាប់ support ប្រភេទ file shape file ឬក៏ vector layer នេះអញ្ចឹងនៅពេលដែលអ្នកនរគ្នាdownload ទិន្នន័យយកមកប្រើអ្វីដែលអ្នកនរគ្នាត្រូវប្រយ័ត្នគឺកុំលុប file ផ្សេងទៀតពីព្រោះបើសិនជាក្នុងករណីយើង download មកកសោមទិន្នន័យរបស់វាហើយយើងគិតថាយើងចង់ទុកតែ file shape file នេះដើម្បីកុំឲ្យចង្អៀត space កុំព្យូទ័ររបស់យើងអាហ្នឹងយើងគិតខុសហើយព្រោះដោយសារ file ទាំងអស់នេះគឺជា file តាក់ទងទៅនឹងព័ត៌មានផ្សេងសម្រាប់ support save file មួយនេះអូខេឥឡូវខ្ញុំ select យក save file នៃ level 1នេះតមកចុច open គឺវានឹង load ឲ្យ default ព័ត៌មានផ្សេងទាំងអស់ទៀតអញ្ចឹងយើងអត់ចាំបាច់ធ្វើអីផ្សេងទៀតទេបន្ទាប់មកយើងចុច add អូខេអញ្ចឹងគឺយើងបានទិន្នន័យតាក់ទងទៅនឹងព្រំប្រទល់កម្រិតខេត្តហើយនិងស្រុកក្នុងប្រទេសអធិស្ឋានកម្រិតខេត្តហើយនិងក្រុងក្នុងប្រទេសកម្ពុជារបស់យើងឥឡូវដោយសារតែ file ហ្នឹងចេញមកវាលក្ខណៈបាំងអញ្ចឹងធ្វើម៉េចយើងអាចដឹងថាទម្រង់ land cover នៅខាងក្នុងមានលក្ខណៈបែបម៉េចអញ្ចឹងអ្នកទាំងអស់គ្នាចូល select ទៅលើ file នឹងដដែលបន្ទាប់មកអ្នកទាំងអស់គ្នា mouse ស្ដាំ
ហើយបន្តមកយើងចូលទៅកាន់ property ហើយដើម្បីដូរកន្លែងដែលបាំងហ្នឹងឲ្យទៅជាច្បាស់ដើម្បីមើលនៅក្នុងផ្ទៃខាងក្នុងហើយយើងទុកតែព្រំបន្ទល់គឺយើងចូលកន្លែង symbology នេះបន្ទាប់មកយើងចូលកន្លែងsimple fill អញ្ចឹងកន្លែង simple fill នេះគឺជា function ដែលអនុញ្ញាតឲ្យ shape file layer ឬមួយក៏ vector layer របស់យើងគឺវាបំពេញផ្ទៃរបស់វាទាំងមូលតែម្ដងនៅក្នុងករណីបើសិនជាអ្នកនរគ្នាចង់ដោះផ្ទៃខាងក្នុងវាចេញទុកតែខ្សែព្រំបន្ទល់យើងអាចចូលដូរកន្លែងដែលមានឈ្មោះថា symbol layer type នេះយើងដូរវាទៅកាន់ដោយជ្រើសយក outline simple line អញ្ចឹង outline simple line នេះគឺជា function ដែលអនុញ្ញាតឲ្យfile vector layer ណាមួយគឺមានតែព្រំបន្ទល់ឬមកក៏មានតែខ្សែព័ទ្ធជុំវិញនៃទីតាំងរបស់វាទេហើយបន្ទាប់មកយើងធ្វើការចុច apply មកអ្នកទាំងអស់គ្នានឹងឃើញប្រភេទខ្សែដែលជាព្រំបន្ទល់នៅតាមខេត្តហើយនឹងក្រុងនីមួយៗបើសិនជាក្នុងករណីអ្នកទាំងអស់គ្នាមានអារម្មណ៍ថាខ្សែនេះវារាងស្ដើងពេកអ្នកទាំងអស់គ្នាអាចចូល property សារជាថ្មីបន្ទាប់មកយើងចូល symbology នេះដដែលហើយយើងបង្កើនទំហំវាដោយចូលទៅកន្លែង simple line នេះយើងពង្រីកកន្លែង stroke width នេះឡើងទៅតាមកម្រិតមួយដែលអ្នកទាំងអស់គ្នាគិតថាអាចមើលទៅវាច្បាស់បើសិនជាយើងថែមមួយលេខហើយវានៅតែមើលអត់តឃើញច្បាស់ទៀតយើងអាចបន្ថែមឲ្យធំទៅតាមអ្វីដែលយើងចង់បានជាក់ស្ដែងហើយអ្នកទាំងអស់គ្នាក៏អាចដូរពណ៌វាបានដែរបើសិនជាពណ៌ខ្មៅនេះមានអារម្មណ៍ថាពិបាកមើលវាបន្លំជាមួយនឹង background យើងអាចដូរយកពណ៌ផ្សេងដែលអ្នកទាំងអស់គ្នាចំណូលចិត្តឬមួយក៏ពណ៌ណាដែលអ្នកទាំងអស់គ្នាគិតថាមើលទៅវារាងច្បាស់មើលទៅវារាងឃើញពីចម្ងាយអញ្ចឹងណាអូខេឥឡូវខ្ញុំដាក់ពណ៌រាងបៃតងស្រាលនេះខ្ញុំគិតថាវាច្បាស់ល្មមអាចមើលបានអូខេអញ្ចឹងប៉ុណ្នេះខ្ញុំគិតថាវាសមរម្យហើយប៉ុន្តែបើសិនជាអ្នកនរគ្នាគិតថាទំហំនេះវាក្រាស់ពេកអ្នកនរគ្នាអាចទម្លាក់តាមនោះទៅបន្តមកទៀតដើម្បីបង្ហាញឈ្មោះខេត្តនៅលើទីតាំងនីមួយៗហ្នឹងអ្នកនរគ្នាចូលមកคลิกមកស្ដាំដដែលបន្ទាប់មកយើងចូលទៅកាន់ property បន្ទាប់មកយើងចូលកន្លែង label នេះវិញអញ្ចឹង function label នេះគឺទូនាទីរបស់វាគឺបង្ហាញឈ្មោះដែលមាននៅក្នុង database នៃ save file layer របស់យើងទៅលើ save file របស់យើងអញ្ចឹងកន្លែងនេះគឺយើង select យក single label ដើម្បីឲ្យទីតាំងហ្នឹងគឺបង្ហាញឈ្មោះណាមួយនៅលើហ្នឹងហើយនៅក្នុងនេះដែរសម្រាប់ value ដោយសារតែ save file របស់យើងគឺមានភ្ជាប់ជាទូទៅ save file ឬមួយក៏ vector file ទាំងអស់គឺវាមានភ្ជាប់ជាមួយនឹងទិន្នន័យជាប្រភេទ Excel ដើម្បីសម្គាល់អំពីព័ត៌មាននៅទីតាំងនីមួយៗអញ្ចឹងសម្រាប់ value នេះអ្នកនរគ្នាក៏អាចមានជំរើសច្រើនដែរគឺអ្នកនរគ្នាអាច select ឲ្យវាសូឈ្មោះទៅតាមvariable ណាដែលអ្នកនរគ្នាចង់ឲ្យវាបង្ហាញអញ្ចឹងនៅក្នុង save file នៃព្រំបន្ទល់ខេត្តក្រុងនេះវាមានទិន្នន័យច្រើនវាអាចមានតកតងទៅនឹងឈ្មោះតកតងទៅនឹងថ្ងៃខែឬមួយក៏តកតងទៅនឹងលេខ coordinate នៃទីតាំងមួយអញ្ចឹងទៅអញ្ចឹងដោយសារតែយើងចង់បង្ហាញតែឈ្មោះខេត្តទេគឺយើងអាច select យកខាងលើគេនេះបន្ទាប់មកសម្រាប់តកតងទៅនឹងបើសិនជាក្នុងករណីអ្នកនរគ្នាចង់កែច្នៃ font ហ្នឹងឲ្យមានទម្រង់ផ្សេងឧទាហរណ៍ដូចជាការជ្រើសរើស style នៃប្រភេទ font ហ្នឹងជា regular ឬមួយក៏ជាអក្សរក្រាស់ bold ឬមួយក៏អក្សរ straight ជា italic អីយើងអាចសម្រួលទៅតាមចំណង់ចំណូលចិត្តអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាអាចបង្កើនទំហំអក្សរបានទៅតាមទំហំមួយដែលអ្នកទាំងអស់គ្នាចង់បានសម្រាប់ការដូរពណ៌នេះក៏មិនជាខុសគ្នាប៉ុន្មានដែរពីការដូរពណ៌នៅក្នុងព្រំបន្ទល់នៃ
ខេត្តហើយនឹងក្រុងរបស់យើងឥឡូវខ្ញុំដាក់12ទៅឬមួយក៏13ឲ្យមើលវារៀងធំបន្តិចដោយសារទំហំនៃទីតាំងខេត្តក្រុងនីមួយៗវារៀងធំដែរបើសិនជាយើងដាក់ទូចទៅវាអាចរៀងពិបាកមើលបន្តិចសម្រាប់ពណ៌ដូចដែលបទពិសោធន៍យើងដូរនៅក្នុងកន្លែង Symbology នេះចឹងពណ៌ខ្មៅវាអាចបន្លំទៅនឹងbackground នៃ land cover នៅលើ Google Satellite ចឹងខ្ញុំដាក់ពណ៌ដែលវារៀងភ្លឺតិចទៅឲ្យវាងាយស្រួលមើលអូខេចឹងខ្ញុំ apply អូខេចឹងអ្នកនរគ្នាបានឈ្មោះនៃទីតាំងខេត្តនីមួយៗនៅតាមខេត្តនីមួយៗហើយនឹងក្រុងអូខេឥឡូវយើងចូលមកដល់ចំណុចបន្ទាប់ទាក់ទងទៅនឹងការបង្កើតទីតាំងសម្គាល់ជាប្រភេទ point អញ្ចឹងអ្នកនរគ្នាអាច zoom ទៅកាន់ទីតាំងណាដែលអ្នកទាំងអស់គ្នាចង់បង្កើតហ្នឹងទៅអាចយកខេត្តឬក៏ក្រុងណាក៏បានអាស្រ័យលើអ្នកនរគ្នាចង់បានអញ្ចឹងសម្រាប់ខ្ញុំនឹងធ្វើការ zoom ទៅកាន់ខេត្តកំពង់ធំអូខេអញ្ចឹងខ្ញុំសន្មតថាយកទីតាំងនេះមួយចុះអញ្ចឹងខ្ញុំមិនដឹងថាកន្លែងនេះជាកន្លែងអីទេតោះតែយើងមកឆែកមើលនៅក្នុង Google Map ទើបអាចនឹងថាកន្លែងនេះជាក្រុងឬមួយក៏ជាភូមិឬមួយក៏ជាទីប្រជុំជនអីចឹងទៅអញ្ចឹងសម្រាប់វិធីនៃការបង្កើតទីតាំងជា point ដំបូងអ្នកទាំងអស់គ្នាចូលទៅកាន់ function layer ដែលនៅខាងលើគេនេះបន្ទាប់មកអ្នកទាំងអស់គ្នា select យក create layer អញ្ចឹងដោយសារតែពពួក point វាជាប្រភេទ shape file ឬក៏ vector គឺយើងជ្រើសរើសយក new shape file layer អញ្ចឹងយើង select វាមកហើយក្នុងនោះដែរចំណុចដែលយើងត្រូវបំពេញគឺទី1យើងមានជាឈ្មោះទីតាំងតំបន់ហ្នឹងបើសិនជាយើងបង្កើតpoint ច្រើននៅក្នុងតំបន់មួយយើងអាចប្រើឈ្មោះរួមតែម្ដងក៏បានដែរអញ្ចឹងកន្លែងនេះខ្ញុំដាក់ថា start design ចុះសម្រាប់geometry type នេះគឺជាប្រភេទ shape file ដែលយើងនឹងបង្កើតអញ្ចឹងនៅក្នុងនេះវាមាន4សំខាន់ទី1គឺជា point ការបង្កើតជាទីតាំងជាប្រភេទចំណុចបន្តមកទៀតយើងមាន multi point នេះគឺអាស្រ័យទៅលើតំបន់មួយយើងបង្កើតច្រើន point ដើម្បីបង្កើតជាទិន្នន័យរួមមួយសម្រាប់ string នេះ line string នេះគឺនៅក្នុងករណីបើសិនជាយើងចង់បង្កើតកន្លែងណាមួយដែលមានលក្ខណៈជាទម្រង់ខ្សែហើយ function នេះគឺល្អបំផុតសម្រាប់អ្នកដែលគាត់បង្កើតជាប្រភេទ tracking ឬមួយក៏ធ្វើផ្លូវអីជាដើមអញ្ចឹងប្រើ line string នេះគឺពិសេសបំផុតហើយបន្ទាប់មក polygon នេះនៅក្នុងករណីអ្នកទាំងអស់គ្នាចង់កំណត់ឬមួយក៏បង្កើតផ្ទៃដីនៅកន្លែងណាមួយអញ្ចឹងទៅឧទាហរណ៍ថាដូចជាយើងទិញដីហើយយើងបង្កើត polygon នេះសម្រាប់ជាទិន្នន័យនៃដីដែលយើងបានទិញហ្នឹងទៅអូខេឥឡូវខ្ញុំ select យក point នេះហើយបន្តមកទៀតកន្លែង coordinate នេះគឺដោយសារ standard នៅប្រទេសកម្ពុជាយើងគឺយើងប្រើ UTM អញ្ចឹងយើងដូរវាមកហើយយើង select យក WGS84 UTM 0ឬមកក៏តំបន់ 48N នៅក្នុងករណីបើសិនជាអ្នកទាំងអស់គ្នាចុច search អត់មានឃើញទេអ្នកទាំងអស់គ្នាអាចចូល search នៅក្នុងកន្លែង select CRS នេះបានដោយយើងចូលកន្លែងនេះហើយយើងវាយ WGS84 48N នេះទៅគឺវា load suggest ទីតាំងនឹងឲ្យហើយឥឡូវដោយសារតែខ្ញុំមានស្រាប់ហើយអញ្ចឹងខ្ញុំ select យកតែម្ដងទៅហើយបន្ទាប់មកយើងចុច OK អញ្ចឹងដំណាក់កាលទី1នេះគឺយើងគ្រាន់តែបង្កើត file វាសិនគឺជា file សម្រាប់ save file ហើយបន្តមកទៀតដើម្បីយើងចូលទៅធ្វើការបង្កើតទីតាំង point នីមួយៗបាន
អ្នកទាំងអស់គ្នាត្រូវបើក edit វាបើក edit ហ្នឹងគឺយើងចូល mouse ស្ដាំបន្តមកយើង select សញ្ញាខ្មៅដៃនេះដែលមានឈ្មោះថា toggle editing អញ្ចឹងនៅពេលដែលយើងបើកសញ្ញាខ្មៅដៃនេះឬមួយក៏ toggle editing នេះគឺវានឹងអនុញ្ញាតឲ្យយើងចាប់ចំណុច point នៅទីតាំងកន្លែងណាមួយដែលយើងចង់បង្កើតហើយចំណុចបន្ទាប់មកទៀតគឺយើងត្រូវទៅចុចកន្លែងសញ្ញាដែលមានរង្វង់3នេះដែលមានឈ្មោះថា add point feature អញ្ចឹងដែលយើងចុចទៅលើនេះវាគឺកម្មវិធីនេះវានឹងអនុញ្ញាតឲ្យយើងធ្វើការបង្កើត point នៅទីតាំងណាមួយដែលយើងចង់បង្កើតអូខេឥឡូវខ្ញុំចង់ដៅកន្លែងនេះមួយអញ្ចឹងខ្ញុំចុច select លើនេះបន្តមកវានឹង load លេខ ID សម្រាប់យើងសម្គាល់ហើយលេខ ID នេះនៅពេលដែលយើងបញ្ចូលហើយយើងចុច OK វានឹងរត់ចូលទៅក្នុងទិន្នន័យនៃ save file របស់យើងអូខេឥឡូវខ្ញុំបានទីតាំងមួយហើយបន្ទាប់មកខ្ញុំចុច save ហើយបន្ទាប់មកគឺខ្ញុំបិទ editing វាវិញកុំឲ្យនៅពេលដែលយើងច្រឡំចុចអីផ្សេងៗវាទៅជារញ៉េរញ៉ៃអញ្ចឹងខ្ញុំដូរសញ្ញាមកចុចកន្លែងនេះមកដើម្បីយើងទាញទីតាំងមើលបានហើយខ្ញុំនឹង zoom ទៅកាន់ទីតាំងដែលយើងបានបង្កើតហើយបើសិនជាក្នុងករណីអ្នកទាំងអស់គ្នាចង់បង្កើតចំណុចនេះច្រើននៅក្នុងទីតាំងណាមួយអ្នកទាំងអស់គ្នាអាចគ្រាន់តែចុចបើក toggle editing នេះមកវិញមកចឹង toggle editing នេះអ្នកទាំងអស់គ្នាអាចប្រើនៅលើនេះក៏បានឬមួយក៏យើងចូលទៅប្រើនៅក្នុង mouse ស្ដាំក៏បានដែរគឺបានដូចគ្នាហើយនៅពេលដែលខ្ញុំបើកហើយអ្នកទាំងអស់គ្នាគ្រាន់តែធ្វើ process ដដែលឡើងវិញទៅគឺវានឹងអនុញ្ញាតឲ្យយើងឯងចឹងខ្ញុំចុច add point បន្តទៀតចឹងខ្ញុំនឹងធ្វើការ add ទីតាំងបន្ថែមទៅជុំវិញនេះអូខេឥឡូវខ្ញុំបានបង្កើតទីតាំងចំនួន5អញ្ចឹងខ្ញុំ save ទុកវិញហើយខ្ញុំបិទ edit វាវិញមួយទៀតខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាថាសម្រាប់លេខ ID គឺយើងអាចចុចលេខដដែលបានបើសិនជាក្នុងករណីទីតាំងច្រើនហើយអ្នកទាំងអស់គ្នាពិបាកនៅក្នុងការចាំថាតើលេខហ្នឹងវាបញ្ចូលដល់ណាអ្នកទាំងអស់គ្នាអាចចុចលេខដដែលបានព្រោះដោយសារលេខ ID ទាំងអស់ហ្នឹងគឺយើងអាច edit វាបានតាមក្រោយអញ្ចឹងអ្នកទាំងអស់គ្នាអាចបង្កើតមួយដាក់លេខ1សិនហើយធ្វើបន្តគ្នារហូតទៅហើយចុងក្រោយយើងអាចចូលទៅ edit វាឲ្យវាមានលេខរៀងទៅតាមជួររបស់វានីមួយអញ្ចឹងដើម្បីយើងចង់ដឹងថាតើទីតាំងរបស់យើងហ្នឹងលេខ ID វាមានមិនខ្លះយើងចូល mouse ស្ដាំបន្ទាប់មកយើងចុច open attribute table អញ្ចឹង function open attribute table នេះតួនាទីរបស់វាគឺធ្វើការ store ទុកព័ត៌មាននៃ save file របស់យើងបើនិយាយស្រួលស្ដាប់ទៅ attribute table នេះវាដូចជា file Excel របស់យើងអញ្ចឹងដែលយើងបញ្ចូលព័ត៌មាននៅក្នុងហ្នឹងអញ្ចឹងទិន្នន័យរបស់វាគឺវានឹងចេញចេះនេះគឺលេខ ID នៃទីតាំងទាំង5ដែលខ្ញុំបានបង្កើតហ្នឹងហើយខ្ញុំបញ្ជាក់អ្នកនរគ្នាថាទិន្នន័យនេះគឺយើងអាច edit បាននៅក្នុងករណីបើសិនជាអ្នកនរគ្នាចង់ដូរលេខវាអីយើងគ្រាន់តែបើកកន្លែង toggle editing mode ហ្នឹងទៅអ្នកនរគ្នាអាចវាយលេខទៅតាមការកំណត់របស់អ្នកនរគ្នាចឹងទៅឥឡូវនេះយើងមានទីតាំងទាំង5ហើយយើងមានលេខ ID វាប៉ុន្តែនៅក្នុងករណីនេះទៀតតែយើងធ្វើម៉េចដើម្បីអាចឲ្យយើងបញ្ចូលលេខ coordinate បានឬមួយក៏យើងចង់ដឹងថាតើទីតាំងដែលយើងបង្កើតហ្នឹងលេខ coordinate វាមានប្រមាណ
ចឹងរបៀបនៃការបង្កើតលេខ coordinate ហ្នឹងគឺទីមួយយើងចូលទៅកាន់កន្លែង open field calculator នេះដែលស្ថិតនៅកន្លែងនេះចឹងដើម្បីបើកopen field calculator នេះអ្នកនរគ្នាត្រូវបើក Toggle editing mode វាសិនដើម្បីអាចឲ្យវាចូលទៅគណនាបានអញ្ចឹងយើងចុចបើក open field calculator នេះហើយអញ្ចឹងនៅក្នុងនេះគឺទីមួយវាមានoutput field name នេះគឺសម្រាប់យើងដាក់ឈ្មោះថាតើ column ឬមួយ variable ហ្នឹងមានឈ្មោះអីគេហើយ output field type នេះគឺតើvariable របស់យើងជាប្រភេទអីយើងបញ្ចូលជាឈ្មោះឬមួយក៏ជាលេខឬមួយក៏ជាអីផ្សេងៗទៀតហ្នឹងទៅបើសិនវាជាលេខគឺយើងដាក់ integer អញ្ចឹងទៅហើយយើងអាច change បានទៅតាមជាក់ស្ដែងបើសិនជាយើងបញ្ចូលជាថ្ងៃខែយើងអាច select យក date បើសិនជាយើងចង់បញ្ចូលវាជាឈ្មោះយើងអាចប្រើ text អីចឹងទៅអាស្រ័យទៅលើអ្នកនរគ្នាចង់បញ្ចូលហើយសម្រាប់output field លេខនេះគឺជាអាចនិយាយបានថាជាចំនួន character ដែលអ្នកនរគ្នាអាចបញ្ចូលបានអញ្ចឹងបើសិនជាអ្នកនរគ្នាដាក់ចំនួន10នេះមានន័យថា number ឬមួយក៏ character ដែលអ្នកនរគ្នាបញ្ចូលគឺវាកំណត់ត្រឹមតែ4ទេបើជាប្រភេទឈ្មោះមានន័យថាវាឲ្យទៅសេបានត្រឹម10អក្សរអីទេរាប់ទាំងយើងដក clear អញ្ចឹងទៅបើសិនជាលេខមានន័យថាយើងអាចបញ្ចូលបានត្រឹម10ខ្ទង់អញ្ចឹងក្នុងនោះដែរដោយសារតែដំបូងខ្ញុំនឹងបង្កើតaxis x ឬមួយក៏លេខ coordinate x ឬមួយក៏ coordinate x បន្តមកទៀតអ្នកនរគ្នាចូលទៅកាន់ geometry ហើយបន្ទាប់មកនៅក្នុង geometry នេះគឺវាមាន function ផ្សេងៗសម្រាប់ការ add លេខ coordinate x ចូលអ្នកនរគ្នាគ្រាន់តែ scroll ទៅកាន់ឬមួយក៏ scroll ទៅរក function ណាដែលមានសរសេរសញ្ញាដុល្លារហើយនិងអក្សរ x បន្តមកអ្នកនរគ្នា click ពីរដងឲ្យវាចូលទៅកន្លែង expression នេះបន្ទាប់មកយើងចុច apply អូខេអញ្ចឹងយើងបានទិន្នន័យលេខ coordinate នៅក្នុង y របស់យើង x អធិស្ឋាន x របស់យើងនៅក្នុងករណីអ្នកនរគ្នាចង់ add លេខ coordinate y វិធីសាស្ត្រវាគឺដូចគ្នាទេយើងគ្រាន់តែចូលកន្លែង field calculator នេះហើយយើងធ្វើ process ដោយដែលខ្ញុំបានបង្ហាញដដែលទៅនៅក្នុងនេះខ្ញុំដាក់ឈ្មោះថា y ឬមួយក៏អ្នកនរគ្នាចង់ដាក់ឈ្មោះវែងជាងនោះក៏បានអាស្រ័យទៅលើអ្នកនរគ្នាត្រូវការហើយបន្ទាប់មកយើងចូលទៅក្នុងប្រអប់កណ្ដាលនេះយើងទៅរក function ដែលមានឈ្មោះថា geometry យើង open វាមកឲ្យវាមាន list ហើយបន្ទាប់មកយើងអស់ទៅរកលើកនេះគឺយើងទៅរកកន្លែងដែលមានសញ្ញាដុល្លារហើយនិង y ហើយបន្ទាប់មកខ្ញុំចុច apply ចឹងមកអ្នកនរគ្នាអាចចាំមួយសន្ទុះទៅព្រោះជាធម្មតាវាអាស្រ័យទៅតាមកុំព្យូទ័របើសិនជាកុំព្យូទ័រអ្នកដែលគាត់ដើរលឿនអីអាចចុច apply ទៅមួយ plate មិនដល់5វិនាទីទេគឺវា generate ឲ្យដូចហើយប៉ុន្តែបើសិនជាកុំព្យូទ័រយើង RAM រៀងខ្សោយឬមួយក៏អីអាចវាចំណាយពេលយូរតិចដែរអូខេអញ្ចឹងខ្ញុំបង្កើតហើយអញ្ចឹងគឺវា load មកក្នុងស្រាប់ហើយបន្តមកទៀតអ្នកនរគ្នាអ្វីដែលធ្វើបន្ទាប់យើងអាចចុច save edit នេះមកគឺមានថាយើងទទួលបានទិន្នន័យមួយគឺpoint ឬមួយក៏ទីតាំងទាំង5ហ្នឹងយើងមានលេខ ID របស់វាហើយយើងមានលេខ coordinate របស់វាទៀតហើយនៅក្នុងករណីអ្នកនរគ្នាចង់ add column បន្ថែមដើម្បីពណ៌នាថាតើទីតាំងមួយនោះវាមានអីខ្លះយើងគ្រាន់តែចូលកន្លែងពណ៌លឿងនេះដែលមានពាក្យថា new field ហើយអ្នកនរគ្នាអាចបញ្ចូលព័ត៌មានបន្ថែមតាមទីតាំងនីមួយៗរបស់វាអញ្ចឹងក្នុងនេះដោយសារតែខ្ញុំត្រូវការតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំចុចបិទ Toggle editing នេះវិញអញ្ចឹងគឺយើងបានទីតាំងទាំង5នៅក្នុងប្រហែលជា
ទីប្រជុំជននៅតំបន់ណាមួយនៃខេត្តកំពង់ធំហើយបើសិនជាអ្នកទាំងអស់គ្នាចង់ពង្រីកពង្រួមទំហំនៃ point នេះឲ្យវាធំឬមកកទូចអីអ្នកទាំងអស់គ្នាអាចចូលទៅកាន់ property មកស្ដាំទៅហើយបន្តមកយើងចូលទៅកាន់ symbology នេះហើយអ្នកទាំងអស់គ្នាអាចពង្រីកពង្រួមផ្សាយទៅតាមទំហំណាមួយដែលអ្នកទាំងអស់គ្នាត្រូវការសម្រាប់យើងប្រើនៅក្នុងរបាយការណ៍របស់យើងដូចជាដើមហើយអ្នកទាំងអស់គ្នាអាចដូរពណ៌ឬមកក៏ដូររូបរាងវាទៅតាមអ្នកទាំងអស់គ្នាចង់បានចឹងទៅអូខេអញ្ចឹងការបង្រៀនរបស់យើងគឺមានប៉ុណ្ណឹងហើយយើងនឹងជួបគ្នាពេលក្រោយតាមពេលវេលានិងម៉ោងដដែលអរគុណច្រើន